ទម្រាំតែបានវីដេអូមួយបងប្អូនគឺស្មុគស្មាញមែនទែនវីដេអូខ្លះត្រឹមតែ30-40វិនាទីឯងប៉ុន្តែគឺវាស្មុគស្មាញវាពិបាកខ្លាំងមែនទែនបងប្អូនគិតថាអ្នកផលិតមេតិកាឬអ្នកធ្វើវីដេអូអ្នកថតវីដេអូហ្នឹងគឺស្រួលគឺអត់ស្រួលទេបងប្អូនអញ្ចឹងនៅក្នុងវីដេអូនេះខ្ញុំនឹងលើកយកចំណុចពិបាកស្មុគស្មាញទាំងប្រមាណហ្នឹងមកចែកជូនបងប្អូនទាំងអស់គ្នាកុំឲ្យគិតថាអ្នកបង្កើតមេតិកាអ្នកផលិតវីដេអូនឹងស្រួលអញ្ចឹងចង់ដឹងថាស្រួលមិនស្រួលកុំភ្លេចតាមដានទស្សនាវីដេអូនេះ Oh smile Cambodia you've been through much hardship and pain yet you reign on top your children are peaceful we don't indulge in ចំណុចដំបូងមុននឹងបានវីដេអូមួយជូនចែកជូនបងប្អូនទស្សនាហ្នឹងគឺយើងត្រូវឆ្លងកាត់អីខ្លះទី1យើងត្រូវរកនៅ concept ថាយើងចង់ថតពីអីចង់បង្ហាញពីអីដើម្បីឲ្យអ្នកមើលហ្នឹងចូលចិត្តមើលនៅពេលដែលយើងរកនៅ concept ឃើញហើយយើងត្រូវប្រមូល idea ទាំងអស់ជាមួយក្រុមការងារយើងហ្នឹងដើម្បីយកមកកំបាញ់គ្នាថាយើងគួរធ្វើបែបម៉េចនិងផលិតវាចាប់ផ្ដើមផលិតបែបម៉េចហើយបន្តមកទៀតយើងត្រូវសរសេរ script បើសិនជាប្រភេទជាវីដេអូនិយាយ review បែបនេះយើងត្រូវសរសេរ script ហ្នឹងធ្វើម៉េចឲ្យវាបានល្អមានសាច់រឿង1 2 3អញ្ចឹងទៅហើយនៅក្នុងការថតបងប្អូនមិនមែនថតម្ដងចប់ទេក្នុងម៉ាស៊ីនហ្នឹងយើងថតចង់7 8ទៅ10ដងអាស្រ័យទៅលើទូរបស់យើងនិយាយបានល្អឬក៏អត់ចឹងណាប៉ុន្តែជាក់ស្ដែងមិនថាទូដែលមានជំនាញខ្លាំងប៉ុណ្ណាទេគឺម៉ាស៊ីនគឺមិនក្រោមពី2ទៅ3ដងទេហ្នឹងសម្រាប់អ្នកជំនាញប៉ុន្តែបើសិនជាអ្នកអត់ទៅជំនាញអីគឺច្រើនដងមែនទែនអញ្ចឹងមិនមែនស្រួលទេបងប្អូនម៉ាស៊ីនថត3 4ទៅ5ដងឬក៏10ដងអញ្ចឹងទៅហើយគិតមើលក្នុងវីដេអូប្រហែលស៊ីនបងប្អូនសាកសម័យមើលជួនកាលយើងនិយាយត្រូវហើយប៉ុន្តែនៅកន្លែងចំណុចខ្លះរៀងខ្វះខាតចឹងយើងតម្រូវឲ្យគាត់ធ្វើភាសាទៀតអញ្ចឹងណាដើម្បីឲ្យបានវីដេអូហ្នឹងល្អឥតខ្ចោះដើម្បីចែកជូនពុកម៉ែបងប្អូនទាំងអស់គ្នាទស្សនាអញ្ចឹងមិនមែនងាយស្រួលទេបងប្អូនមកវីដេអូគឺយើងចំណាយពេលច្រើនមែនទែនហើយគឺស្មុគស្មាញតែតាមពិតទៅមិនមែនងាយស្រួលដូចបងប្អូនគិតទេឥឡូវបងប្អូនសាកគិតសម័យមើលយើងបង្កើតរកនៅ concept ហើយយើងត្រូវប្រមូល idea ក្រុមការងារទាំងអស់មកកំបាញ់ចូលគ្នាហើយយើងត្រូវរកនៅសរសេរ script ឲ្យស៊ីជាមួយនឹងសាច់រឿងដែលវីដេអូយើងចង់ផលិតទៀតហើយពេលថតយើងមិនមែនថតមកដងចប់ទេយើងត្រូវថត1 2ទៅ3 4អញ្ចឹងទៅអ្វីដែលយើងចំណុចខ្វះខាតយើងត្រូវបំពេញអញ្ចឹងណាគឺហើយនៅយកមកកាត់តទៀតមកកាត់តយើងនៅត្រូវយកមកផ្គុំគ្នាយើងត្រូវរៀបចំតាមសាច់រឿងហើយត្រូវកែពណ៌កែអីនិយាយរួមទៅច្រើនមែនទែនហ្មងបានវីដេអូមួយคลิปខ្លីៗ30-40វិនាទីជូនបងប្អូនមើលហ្នឹងអញ្ចឹងមិនមែនងាយស្រួលទេបងប្អូនខ្លះគិតថាគាត់ទៅថតហើយដាក់ play ទៅគឺជាការស្រាច់ចប់ហើយតែអត់អញ្ចឹងទេបងប្អូនជាក់ស្ដែងដូចខ្ញុំបានជម្រាបមុនហ្នឹងអញ្ចឹងយើងត្រូវរកនៅ concept ហើយយើងត្រូវប្រមូល idea ទាំងអស់តើធ្វើបែបណាទៅវីដេអូយើងមានអ្នកមើលនិយាយរួមទៅគឺស្មុគស្មាញណាប៉ុន្តែអ្នកឆ្លាញ់ក្នុងវិស័យហ្នឹងសម្រាប់គាត់ថាអត់ស្មុគស្មាញទេទូស្មុគស្មាញប៉ុណ្ណាក៏គាត់ត្រូវតែតស៊ូដែរព្រោះគាត់ឆ្លាញ់ក្នុងវិស័យហ្នឹងឯងដូចខ្ញុំជាដើមខ្ញុំឆ្លាញ់ចូលចិត្តខាងហ្នឹងឯងទូស្មុគស្មាញមិនគឺខ្ញុំត្រូវតែធ្វើវាដែរអញ្ចឹងជាចុងក្រោយសូមផ្ដាំទៅបងប្អូនទាំងអស់គ្នាដែលចូលចិត្តធ្វើវីដេអូកើត content អីហ្នឹងកុំបោះបង់វារៀងស្មុគស្មាញបន្តិចប៉ុន្តែគាត់ថានៅពេលដែលយើងស្វែងយល់ពីវាហើយវាអត់សូវពិបាកហ្មងទេប៉ុន្តែសម្រាប់អ្នកថ្មីអាហ្នឹងវារៀងពិបាកបន្តិចដូចខ្ញុំអញ្ចឹងដំបូងគឺពិបាកណា stress មែនទែនតែឥឡូវអត់អីចាប់បានតិចទេអញ្ចឹងចុងក្រោយត្រឡប់មកវិញចង់ជម្រាបទៅបងប្អូនអ្នកទស្សនាថារាល់វីដេអូនីមួយៗគឺមិនងាយស្រួលដូចបងប្អូនគិតនោះទេបងប្អូនឃើញនៅអ្វីដែលបានពួកយើងរៀបចំរួចហើយគឺមើលទៅមួយផ្លេតខ្លីប៉ុន្តែនៅខាងក្រោយពីវីដេអូដែលស្រស់ស្អាតមួយផ្លេតខ្លីហ្នឹងគឺយើងឆ្លងកាត់ច្រើនមែនទែនភ្លេចប្រាប់បងប្អូនទាំងអស់គ្នាសត្វអណ្ដើកយក្សធំហ្នឹងគឺមាននៅសួនសត្វ Wonderland Suite and Resort អញ្ចឹងបងប្អូនដែលអញ្ជើញមកលេងទីនេះកុំភ្លេចចូលលេងសត្វអណ្ដើកហើយក៏មានសត្វជាច្រើនប្រភេទផងដែរគឺច្រើនមែនទែនមានសេកមានទន្សាយយល់ទៅមានច្រើនសម្បូរបែបមែនតែនៅក្នុងវីដេអូនេះយើងលើកឡើងតែសត្វអណ្ដើកតែប៉ុណ្ណោះហើយសត្វអណ្ដើកនេះគឺធំមែនទែនបងប្អូនសម្រាប់ខ្ញុំហៅអណ្ដើកយក្សហើយអាយុកាលវាវែងៗហ្នឹងបងប្អូនអញ្ចឹងកុំភ្លេចមកលេងកម្សាន្តនៅទីនេះទាំងអស់គ្នាណាអរគុណសម្រាប់ការតាមដានទស្សនាវីដេអូមួយនេះ Oh smile Cambodia you've been through much hardship and pain yet you reign on top your children are peaceful we don't indulge in no evil the pearl of Asia with open arms will receive you maybe it's not in my place but I say it how I see it you need to be here to live here to understand it to believe